នេះជាសភាពនៅពេលដែលខ្ញុំមានម៉ែដោះនៅជួយមើលកូនហើយនេះគឺជាសភាពរបស់ខ្ញុំបច្ចុប្បន្នផ្ទាល់នៅពេលដែលម៉ែដោះសុំឈប់ទៅទេចាឃើញថាសក់ក្បាលស្មានហេបានសិតទេមកទាំងដៀងបណ្ដោយឥឡូវមកមើលថាការរៀបចំខ្លួនរបស់ខ្ញុំហើយកូន2នាក់ដោយទាំងឆ្កែមកក្បាលទៅទៀតខ្ញុំបានទៅដល់វត្តខ្ញុំងើបតាំងពីម៉ោងប្រហែលហើយទៅដល់ម៉ោងប្រហែលចាប់ផ្ដើមជាមួយនឹងថ្ងៃថ្មីដ៏ស្រស់ស្រាយមិនបានដេកទេទាំងម៉ែដោះទៅកូនដេកអង្គបន្ទប់មួយយើងព្រាមកូនតំផ្ដាច់ខោទឹកនោមមិនត្រូវដាស់នោមមកទាំងយប់នោះទៀតម៉ែដាក់ដោះគោឲ្យមានវិធៈឯងខ្ញុំហ្នឹងវាយាតល្អទៀតអត់តែកូនរើតិចដល់តែភ្ញាក់ហើយមានអីមានបាត់ដេកទេអញ្ចឹងពីដំបូងហ្នឹងគឺខ្ញុំអត់ទៅមួយទឹកទេខ្ញុំលុបទៅមុខឲ្យមក make up មុនព្រោះឲ្យតាមទម្លាប់រដងទៅមករៀបចំខ្លួនកូនឲ្យអាមួយទឹកហើយហ្នឹងខ្លួនឯងហ្នឹងបែកញើសជោគវិញឥឡូវអញ្ចឹង make up អស់ហើយទេចាំពេលរៀបចំខ្លួនកូនរួចរាល់ហើយចាំយើងមកមួយទឹកសិតសក់វិញហើយចំពោះកៅអៅខ្ញុំបានរៀបចំតាំងពីល្ងាចមកម៉េះដោយសារតែមកចូលចិត្តស្លង់ទៅដល់ពេលពាក់បានរហហើយពេលអត់ត្រូវទេអញ្ចឹង make up រៀបកៅអៅរួចហើយខ្ញុំក៏ទៅដាក់កូន Good morning អូដេកក្រោមញាក់ឡើងដល់ដង្ហើមធំមួយសិនតើងើបឡើងលោកឆាន់បាត់អីលោកឆាន់ចូលសឹងវិញឡើយលឿនណាតោះអេយើងចឹងប្រមងរៀបចំខ្លួនកូនហើយយើងមួយទឹកហើយហ្នឹងបាច់ញើសវិញជោគមកអានេះតម្រុំសក់ឲ្យអេលីនតិចដោយសារសក់គាត់ហ្នឹងកាត់អត់ស្មើបើសេបេលវិញក៏ចេះមួយទឹកមួយអីខ្លួនគេក៏ជួយរូតអាវទេឥឡូវស្រួលណាស់តែទៅឥឡូវហ្នឹងអូនធំអស់ហើយខ្ញុំវាមិនសូវអីដែលត្រូវពិបាកដូចតាំងពីមុនទេតែយ៉ាងណាក៏ដោយក្នុងនាមជាស្រីដូចគ្នាខ្ញុំនៅតែសើដល់ម្នាក់ម្ដាយគ្រប់រូបដែលមានកូនតូចហើយរៀបចំខ្លួនបានខ្ញងណាទាំងដែលខ្លួនឯងមើលកូនផ្ទាល់ដៃខ្លួនឯងហើយបើបានកូនធំដូចខ្ញុំចេះទៀតមិនសូវជាពិបាកទេគាត់នៅមួយកន្លែងចុះអាតាមចាប់នោះរៀបចំកូនមនុស្សឲ្យឆ្លៀតយកអាកូនឆ្កែទៅមកដោះថ្មិញមុនទៅវត្តហើយហ៊ានទុកគ្នាចោលនៅផ្ទះទៅលោកអើយគ្នាប៉ិនខ្លាចណាស់គេសប្លេក៏ខ្លាចរត់ចូលក្រោមតុកអញ្ចឹងហើយដោះថ្មិញឲ្យយកទៅវត្តតាមមិនដឹងទៅណាណៃទៅលោកអើយដឹងបាបនឹងរូបអីទេខ្ញុំនេះមួយទឹកពីយប់ស្អាតអស់ហើយឥឡូវមកដោះថ្មិញឥឡូវនេះរួចរាល់ចុងក្រោយគឺខ្លួនឯងចានិយាយទៅក្រោយឆ្កែទៀតរៀបចំខ្លួនតែមិនសូវជាយូរអីប្រហែលទេដោយសារខ្ញុំ make up រួចហើយណាមួយកៅអៅក៏បានលោតាំងពីយប់ទុកហើយដែរប៉ុន្តែអីដែលសំខាន់គឺខ្ញុំទៅរើសគ្រឿង accessory យកមកដាក់សិនតែវាត្រូវឲ្យអត់ហើយអាវនេះខ្ញុំកាត់ពាក់ប្រហែលឆ្នាំហើយប៉ុន្តែឥឡូវហ្នឹងយកមកពាក់ទៀតដោយសារតែវារៀងអលងស្រួលយើងជិះតាមផ្លូវឆ្ងាយត្រូវមើលកូនអីហ្នឹងទៅពាក់ក្បេបក្បឺតអីគេមិនកើតទេអញ្ចឹងទៅខ្ញុំរើសម៉ូដនេះវារៀងលាយមានតិចវាស៊ីជាមួយនឹង outfit អី outfit ស៊ីមួយឈុតរបស់យើងដែរវាមានពាក់បន្តិចទៅវាមានពណ៌មាសទៅវាស៊ីគ្នាជាមួយនឹងស្បែករបស់យើងពណ៌មាសដែរកំពុងបញ្ញាប់ឲ្យនៅឆ្លៀតដាក់ថាកពើមករុននេះទៀតតំណេមែនចុងក្រោយនេះគឺខ្ញុំមកយកកងដៃពាក់ដឹងពាក់អាណាណៃទេឲ្យវាស៊ីពាក់អាកងសទៅវាមិនស៊ីទៅថាអត់មានអីពាក់មកវាស្រួលដល់មានច្រើនវារើសថាជ្រិញចុះឡើងពាក់ទៅនោះវាអត់ស៊ីអាម៉េចទេចុងក្រោយមិនរើសឃើញជាមួយនេះអូខេអានេះវារៀងសាមញ្ញតែដាក់ទៅវាមួយទាំងមួយប្រោយដោយសារវាត្បូងសប៉ុន្តែផ្លាទីនយើងគឺអត់ក្រុមមេទេយើងសិតផ្លាទីនហ្មងណាអូខេនេះលោកបងគឺប៉ុណ្ណឹងមកជិត10ហើយតាហូរចង្ហាន់ទៅហើយពេលដល់លេងយើងបានចេញពីផ្ទះផុតម៉ោង 8:46 អ្នកទាំងអស់គ្នាត្មមទៅដល់ស្រុកទៀតម៉ោងប្រហែលទៅចឹងមើលសិនមកអស់ហើយនេះ Happy តែឡាណាតែឡាយកមកអស់ហើយទាំងឆ្កែទាំងនេះឲ្យយកមកអស់ហើយទៅសុកអស់អញ្ចឹងឥឡូវនេះវារៀងម៉ោង 8 9ហើយខ្លាចកូនឃ្លានតាមផ្លូវខ្ញុំមកខ្ចប់បាយបញ្ចុកកូនតាមផ្លូវសិនហើយជិតពេលគេកំពុងឲ្យខ្ចប់ហ្នឹងខ្ញុំមករត់លុយដាក់ចូលនៅក្នុងសុំសបុតដើម្បីទុកជូនអ៊ំពូមីងមៀបិណ្ឌមួយវត្តម្នេះបិណ្ឌពីរវត្តថ្មីបិណ្ឌទី3ស្រីទៅជ្រួយដងបិណ្ឌ4វត្តសំ5ត្រែកបងកូន6លឿនល្អទៅត្រែកក្របើមិនយូរប្រហែលបាយតែជ្រូកក៏បានមកដល់ទៅចុកកូនបដាទៅកុំឲ្យកូននេះគ្នាស្ដាប់ធေါ်បដាកោពូគ្រូបដាគ្នាឃ្លានដាច់មុនណាម្ដាយណាធ្វើបន់តែជាមួយលោកនៅដល់កូនឯងដាច់ឃ្លានបាយអញ្ចឹងកើតទេថ្ងៃនេះមិនណយទៀតណាឃើញឡានរៀងទៅមុខលឿនមកប៉ុណ្ណឹងហើយមកបន្ទុះទៀតហ្នឹងគឺស្ទះវិលកោតរួចបដ finally យើងបានមកដល់វត្តនេះទាំងអស់គ្នាមកទៅ10លោកយឹបរៀបយ៉ាងកាញ់នេះអញ្ចឹងម៉ោងដែលខ្ញុំបានមកអង្គុយសាពះនេះគឺរាប់ទៅគឺម៉ោង11ជាង11 15នាទីហើយនិយាយទៅយ៉ាងកាញ់បដ ாய் ចុងក្រោយយ៉ាងកាញ់មកដល់យ៉ាងកាញ់ជ្រួចទឹកហ្នឹងលោកឆានហ្នឹងហើយអង្គុយបានមកសន្ទុះលោកឆានឲ្យដល់ម៉ោងយើងហូបម្ដងហ្នឹងអញ្ចឹងធ្វើខ្លួនមកប្រហែលម៉ោងមកដល់ហ្នឹងគឺដើម្បីមកហូបនឹងឯងបាយវត្តហ្នឹងឯងចាអូឆ្ងាញ់ហ្នឹងក៏ទៅ
hạ chim cho cháu này là khao nó ơi mà đó cua có quay anh trong có út này lâu nay nhung trên bị vọt hay cứ nhung màu khleang pa của phụ quạt của bông tai hiệp xóm chừng mùi nương rương đào trâu sầm đai nó thay tim mà phay buồn đi có lo mau mạng nhung bắt nghi xóm là khao thế bông ồn pan tai rương đi môi cứ anh mình xóm ban tê cứ chỉ rương phụ quạt xa tay mà đo bà chỉ ta phơi ta lấy chặt từ một bao dương bông ồn bà chỉ khơi chừng mình rụp sầm nặng mùi này hay đó cái hang thao rụp sầm nặng để trôi mi để trôi gió đó pan tai bông ồn mình đại đằng pì sách rương bảo rụp sầm nặng đại ọt rương mùi đi mạ pa nhung cứ bật chip chất trong men ten xông bay cả rương đại bông ồn khơi nhà lâu ní cứ pa nhung quạt riệp thưa đời đai khuôn qua rồi dạy về chất bay khai bông ồn đầm bể ao ní ban đội rồi hay toในการสำได้ในថ្ងៃទី24នេះដូច្នេះបងប្អូនបើសិនជាចង់ជ្រាបច្បាស់ថារូបសំណាកនឹងតើមានប្រវត្តិបែបណាតើសាច់រឿងដែលសម្ដែងដោយល្ខោនបាសាក់គឺបែបណាកុំភ្លេចចូលរួមទស្សនាទាំងអស់គ្នានៅថ្ងៃទី24ខែកញ្ញា2025នៅឯផ្សារ Ion Mall មានជ័យវេលាម៉ោង 5 ល្ងាចពួកគាត់គឺពិតជាខិតខំមកក្នុងការដែលចាប់ផ្ដើមសូមតួនីមួយៗដែលខ្ញុំហ៊ាននិយាយថារឿងនេះគឺជារឿងមួយដែលម៉ាក់ប៉ាខ្ញុំគាត់ផ្ចិតផ្ចង់ខ្លាំងបំផុតដំបូងម៉ាក់គាត់ថាចង់ឲ្យខ្ញុំដើរជាតួស្រីនៅក្នុងហ្នឹងខ្ញុំថាអូយម៉ាក់អើយខ្ញុំសុំអង្វរសមត្ថភាពកូនមិនទាន់ដល់ទេអ្នកម្ដាយអើយបានតែផ្ដល់កម្លាំងចិត្តពីចម្ងាយឲ្យបងប្អូនដែលបានចូលរួមទស្សនាកុំភ្លេចថតវីដេអូផ្ញើឲ្យខ្ញុំមើលផងមុននឹងត្រឡប់ទៅផ្ទះវិញឲ្យអេលីបែឡាជូនជាមួយនឹងអំណោយទៅដល់តាហើយនឹងយាយមានជាប្រាក់ហើយក៏ដូចជាផលិតផលរបស់ម៉ាមីតិចតួចទៅខែម៉ុនសនដៅមិនថាចូលឆ្នាំភ្ជុំឬក៏រដូវកាលផ្សេងទេគឺខ្ញុំតែងតែមានមកកត្រកជូនសាច់ញាតិខ្ញុំរហូតនឹងពួកគាត់បើអត់ជូនទេពេលខ្លះលួចទៅទិញកន្លែងផ្សេងនឹងអត់ឲ្យក្មួយដឹងទេព្រោះបើទិញពីក្មួយពេលខ្លះក្មួយមិនដែលទៅយកលុយយកកាក់ឲ្យអញ្ចឹងឲ្យគាត់ល្អៀអញ្ចឹងហើយក៏រៀបមកឈុតជូនពួកគាត់ឲ្យពួកគាត់សប្បាយចិត្តណាស់លោកអើយបានទាំងថវិកាបានទាំងកាដូដែលក្មួយឲ្យតែពេលខ្លះបែបជូនហត់ពេកឥឡូវអង្គុយឲ្យយកខ្លួនឯងអីកូនមែនអត់ដឹងអីទេលោកអើយឲ្យយកខ្លួនឯងទៅយដូរនោះក៏យកខ្លួនឯងមែនចាសូមអរគុណចុងក្រោយម៉ែតំតានីដៃបានជូនម៉ែមកជន់ជើងកូនក្រោយគ្នានោះស្រែកញ៉ាថាមួយថ្ងៃអត់អីសោះឥឡូវទៅរឿងទៅបានបាក់បន្ទោសគ្នាលោកអើយកែងប៉ុណ្ណាណែមកជន់ជើងកូនអញចាសូមអរគុណទៅនឹងសូមបិទវីដេអូលូនកូនសិនសូមអរគុណ